ក្រមនីតិវិធីប្រវត្តិរ័ន្ទត្រូវបានចាត់ទុកជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តយុត្តិធម៌តែក្រមនេះមានគោលបំណងចម្បងអ្វីខ្លះហើយតើការអនុវត្តយ៉ាងម៉ត់ចត់នៃនីតិវិធីទាំងនេះផ្ដល់នូវអត្ថប្រយោជន៍ស៊ីជម្រៅអ្វីខ្លះដល់នីតិរដ្ឋនិងសិទ្ធិបុគ្គលនៅក្នុងសង្គមចម្លើយក្រមនីតិវិធីព្រហ្មទណ្ឌគឺជាឧបករណ៍ច្បាប់ដ៏សំខាន់បំផុតមួយដែលធានានូវតុល្យភាពរវាងអំណាចរបស់រដ្ឋនៅក្នុងការដាក់ទោសនិងការការពារសិទ្ធិសេរីភាពរបស់បុគ្គល1គោលបំណងចម្បងនៃក្រមនីតិវិធីព្រហ្មទណ្ឌយោងតាមមាត្រា1នៃក្រមនីតិវិធីព្រហ្មទណ្ឌគោលបំណងចម្បងនៃក្រមនេះគឺកំណត់អំពីវិធានទាំងឡាយដែលត្រូវគោរពនិងប្រព្រឹត្តតាមដោយម៉ត់ចត់ដើម្បីកំណត់ឲ្យច្បាស់នូវអត្ថភាពនៃបទល្មើសព្រហ្មទណ្ឌណាមួយការបកស្រាយគោលបំណងនេះមានន័យថារាល់នីតិវិធីទាំងអស់ចាប់ពីការស៊ើបអង្កេតការចោទប្រកាន់រហូតដល់ការជំនុំជម្រះត្រូវតែអនុវត្តតាមជំហានតែច្បាប់បានចែងដើម្បីស្វែងរកការពិតដោយតម្លាភាពថាតើបទល្មើសពិតជាបានកើតឡើងមែនឬយ៉ាងណាគោលការណ៍សំខាន់បំផុតគឺការស្វែងរកការពិតដោយគោរពតាមច្បាប់2អត្ថប្រយោជន៍ដែលកើតចេញពីការអនុវត្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននៃនីតិវិធីព្រហ្មទណ្ឌផ្ដល់នូវអត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់យុត្តិធម៌និងសង្គមទាំងមូលកការកំណត់ការពិតអំណាចអំណោយនីតិវិធីព្រហ្មទណ្ឌតម្រូវឲ្យស្ថាប័នអនុវត្តច្បាប់នគរបាលយុត្តិធម៌ព្រះរាជអាជ្ញាចៅក្រមស្វែងរកភស្តុតាងដោយយុត្តិធម៌និងអព្យាក្រឹតភាពនេះរាប់បញ្ចូលតែការពិនិត្យមើលភស្តុតាងរបស់បន្ទុកផងដែរដោយដែលចៅក្រមស៊ើបសួរត្រូវធ្វើឧទាហរណ៍នៅពេលដែលនគរបាលយុត្តិធម៌ធ្វើការឆែកឆេរផ្ទះជនសង្ស័យនីតិវិធីតម្រូវឲ្យមានដីកាពីព្រះរាជអាជ្ញាឬចៅក្រមស៊ើបសួរព្រមទាំងតម្រូវឲ្យមានវត្តមានសាក្សីត្រឹមត្រូវនេះធានាថាភស្តុតាងដែលរកឃើញគឺស្របច្បាប់និងអាចជឿទុកចិត្តបានដើម្បីបង្កើតការពិតតាមផ្លូវតុលាការខការការពារសិទ្ធិមូលដ្ឋានអំណាចអំណោយនីតិវិធីព្រហ្មទណ្ឌដើរតួជាទំនប់ការពារប្រឆាំងនឹងការប្រើប្រាស់អំណាចហួសហេតុរបស់រដ្ឋនេះធានាថាការអនុវត្តច្បាប់ទាំងអស់ការចាប់ខ្លួនការឃុំខ្លួនបណ្ដោះអាសន្នការឆែកឆេរត្រូវបានធ្វើឡើងស្របតាមគោលការណ៍នីតិរដ្ឋឧទាហរណ៍សិទ្ធិការពារខ្លួនរបស់ជនត្រូវចោទគឺសិទ្ធិមានមេធាវីសិទ្ធិមិនឆ្លើយសារភាពត្រូវបានចែងនឹងការពារយ៉ាងម៉ឺងម៉ាត់ប្រសិនបើការសួរចម្លើយធ្វើឡើងដោយគ្មានមេធាវីនៅក្នុងករណីចាំបាច់វាអាចធ្វើឲ្យចម្លើយនោះคล้ายទៅជាភស្តុតាងខុសច្បាប់គោការធានាភាពស៊ីសង្ងន់គ្នានៃយុត្តិធម៌អំណាចអំណោយក្រមនីតិវិធីព្រហ្មទណ្ឌផ្ដល់នូវនីតិវិធីស្តង់ដារសម្រាប់គ្រប់ករណីទាំងអស់មិនថាជនចាប់ចោទជានរណានោះទេនេះធានាបានសមាភិបមុខច្បាប់ឧទាហរណ៍មិនថាជនល្មើសជាអ្នកមានអំណាចឬជាប្រជាពលរដ្ឋសាមញ្ញនោះទេរាល់ការបណ្ដឹងឧទ្ធរណ៍ការស្នើសុំនៅក្រៅឃុំឬការកោះហៅសាក្សីត្រូវតែអនុវត្តតាមនីតិវិធីនិងធរកវេលាដូចគ្នាដែលបានកំណត់ដោយក្រមនីតិវិធីត្រដែលខការស្ដារនីតិសំណុំធ្នប់សាធារណៈអំណាចអំណោយតាមរយៈការបញ្ចប់នីតិវិធីដោយការដាក់ទណ្ឌសមស្របចំពោះជនល្មើសនិងការផ្ដល់សំណងដល់ជនរងគ្រោះនីតិវិធីព្រហ្មទណ្ឌជួយស្ដារទំនុកចិត្តរបស់សាធារណជននិងស្ដារសន្តិភាពសាធារណៈឡើងវិញឧទាហរណ៍នៅពេលដែលជនល្មើសត្រូវបានជំនុំជម្រះនិងកាត់ទោសដោយយុត្តិធម៌ហើយតុលាការបានបង្គាប់ឲ្យផ្ដល់សំណងរដ្ឋប្របីណីដល់ជនរងគ្រោះនោះមិនត្រឹមតែយុត្តិធម៌បុគ្គលត្រូវបានសម្រេចប៉ុន្តែសង្គមក៏មានអារម្មណ៍ថាច្បាប់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពផងដែរសរុបមកវិញគោលបំណងរបស់ក្រមនីតិវិធីព្រហ្មទណ្ឌគឺលើសពីការគ្រាន់តែដាក់ទោសប៉ុន្តែវាគឺជាការធានាថារាល់ការស្វែងរកនិងការដាក់ទោសជនល្មើសត្រូវបានធ្វើឡើងតាមរយៈដំណើរការស្របច្បាប់យុត្តិធម៌និងមានតុល្យភាពនេះគឺជាសសរស្តម្ភនៃនីតិរដ្ឋដែលការពារសេរីភាពបុគ្គលពីការរំលោភបំពានអំណាច